សួស្តីបងប្អូនទាំងអស់គ្នាញ៉ាំមីថ្ងៃនេះបានម្ហូបឆាត្រីខកំប៉ុងជាមួយស្ពៃបូកគោកប់សេរីនេះដល់កោមើលតែមាត់ទៅដឹងហើយឆ្ងាញ់ប្រយផ្លែកមាត់ខានញ៉ាំយូរចឹងត្រីខឆាដាក់ខ្លាញ់ដាក់ខ្ទឹមដាក់ស្ករអីចឹងទៅទឹកត្រីទៅរួចហើយត្រឡប់វាទៅហើយយកមកដាក់លើស្ពៃបូកគោមកនិយាយពីថាថ្លែងមិនរួចបដ ாய் ឆ្ងាញ់ពេកចឹងដល់មាត់អាបាយហ្នឹងយើងឆាជាមួយនឹងអាខ្ទះដែលយើងឆាត្រីខហ្នឹងឆាវាទៅដុសត្រីខចេញទៅយើងដាក់បាយឆាត្រឡប់ហើយថែមពងទាមួយគ្រាប់ទៀតទៅនិយាយពីអូយអស់ស្ទះបដ ாய் កប់សេរីហើយប៉ុណ្ណេះមើលតែមាត់ទៅដឹងគ្រប់ធ្លាប់មាត់អាហ្នឹងវាស៊ីអីក៏ឆ្ងាញ់ដែរដាក់ឲ្យគេរំចឹងហើយតែបានស៊ីដាក់ពុបអូដល់ហើយនិយាយពីស្ពៃបូកគោស្រួយខ្ញោកមកដាក់ទៅដូចវាត្រូវគ្នាដែរណាស្ពៃបូកគោជាមួយត្រីខហ្នឹងដាក់ទៅវាឡន់សូបដ ாய் ណាហ្នឹងប៉ុន្តែវាមានសលេងរំខានអញ្ចឹងទៅអត់ដាក់សលេងសូវចិត្តបញ្ចូលសលេងវិញចូលសលេងអញ្ចឹងទៅមើលទៅស្រក់ទឹកមាត់ម្ដងទៀតអេមអញ្ចឹងដាក់វឹបទៅចាត់ការចិត្តអស់ឡូវហើយអូមកស្ពៃក្តោបស្ពៃបូកគោដាក់ទៅត្រូវជាតិគ្នាដែរហ្នឹងមើលមានអីគ្រូបបដ ாய் ណាមាត់ដល់កោមាត់ស៊ីអីក៏ឆ្ងាញ់ហ្នឹងហើយសូមជួយ Subscribe Channel ម្នាក់មួយផងបងប្អូនអើយដាក់ទៅដូចខ្សត់ view អូដល់ញ៉ាំបានទាំងឡើងគីឡូបានហាត់ប្រាណយោងញ៉ាំច្រើននៅកំភ្លេចហាត់ប្រាណដាក់ផ្លឹបមាត់ទំនងបដ ாய் ណាមាត់ហ្នឹងផ្លឹប